អ្នកមានប្តីចាប់អាជីពទាំងនេះអាចក្រំទ្រង់ស្លាប់ព្រោះការសិក្សាថ្មីបានបង្ហាញថាពួកគេភាគច្រើនតែងតែលួចលាក់ទៅស៊ីនំខាងក្រៅផ្ទះដែលយោងតាមការសិក្សាថ្មីមួយធ្វើឡើងដោយវិទ្យាស្ថានសម្រាប់ការសិក្សាទៅលើគ្រួសារបរិបទដែលធ្វើការកាន់តំណែងធំឬតំណែងខ្ពស់ដូចជា CEO ឬនាយកប្រតិបត្តិគ្រូពេទ្យព្យាបាលនិងគ្រូពេទ្យវះកាត់រួមទាំងបរិបទគ្មានការងារធ្វើសិតតែចូលចិត្តលួចលាក់មានស្រីក្រៅឬអ្នកទី3ជាក់ស្ដែងអ្នកនិពន្ធ Wendy Wang បានសិក្សាទិន្នន័យនៅក្នុងការស្ទង់មតិមួយដោយរកឃើញថា 18% នៃបរិបទនៅក្នុងមុខតំណែងកម្ពុជាទាំងនេះគឺមិនស្មោះត្រង់នៅក្នុងអាពាហ៍ពិពាហ៍របស់ពួកគេឡើយដោយឡែកបរិបទគ្មានការងារធ្វើអាយុចាប់ពី25ឆ្នាំដល់54ឆ្នាំចូលចិត្តរកដៃគូថ្មីភ្លក់រសជាតិផ្លូវភេទថ្មីដែលនៅក្នុងនោះចំណោម5នាក់មានម្នាក់ទៅហើយដែលធ្វើរឿងនេះតាមការសិក្សាបានបង្ហាញថាបរិបទដែលគ្មានការងារធ្វើឬបរិបទដែលពឹងផ្អែកលើហិរញ្ញវត្ថុស្ត្រីពួកគេតែងតែមានអារម្មណ៍ថាខ្លួនអន់ជាងឬគ្មានសុវត្ថិភាពនៅក្នុងទំនាក់ទំនងដូច្នេះហើយពួកគេចង់ទៅរកនរណាម្នាក់ទៀតដើម្បីបំពេញខ្លួនឯងឬអាចថារកអ្នកផ្គត់ផ្គង់ថ្មីដែលបរិបទបែបនេះជាមុខសញ្ញាបោកប្រាស់ចម្បងបំផុតគណៈបរិបទប្រភេទទាំងនេះចូលចិត្តមានស្រីក្រៅធៀបពិតទៅស្ត្រីក៏មិនចាញ់គ្នាប៉ុន្មានដែរតួយ៉ាងយោងតាមទិន្នន័យអ្នកសិក្សាខាងលើក៏បានរកឃើញថាស្ត្រី 14% បានលួចលាក់មានខាងក្រៅប៉ុន្តែអ្វីដែលផ្ទុយគ្នាគឺនៅពេលនិយាយដល់ការមានការងារធ្វើស្ត្រីធ្វើការតូចតាចឬតំណែងទាបមានភាគរយលួចលាក់ច្រើនជាងស្ត្រីដែលធ្វើការតំណែងធំមានន័យថាកាលណាតំណែងធំពួកគេមានភាពឯករាជ្យប្រកាន់ខ្ជាប់ភាពស្មោះត្រង់និងទំនួលខុសត្រូវខណៈដែលស្ត្រីខ្សោយហិរញ្ញវត្ថុពួកគេតែងតែចង់បានអ្នកផ្គត់ផ្គង់ដែលមានទាំងលុយកាសមុខមាត់និងតំណែងធំចាស្រីអាចកត់សម្គាល់បានដែលឃើញថាអ្នកដែលមានប្តីចាប់អាជីពទាំងនេះជាអាចនឹងក្រំទ្រង់ស្លាប់ពីព្រោះថាការសិក្សាថ្មីហ្នឹងក៏បានបង្ហាញថាពួកគេគឺភាគច្រើនតែងតែលួចលាក់មានស្រីនៅខាងក្រៅនេះបើយោងតាមការសិក្សាថ្មីមួយគឺធ្វើឡើងដោយវិទ្យាស្ថានសម្រាប់ការសិក្សាទៅលើផ្នែកគ្រួសារដោយបរិបទដែលធ្វើការកាន់តំណែងធំឬក៏តំណែងខ្ពស់ចាំមានដូចជា CEO ឬក៏នាយកប្រតិបត្តិឬក៏គ្រូពេទ្យព្យាបាលឬក៏គ្រូពេទ្យវះកាត់រួមទាំងបរិបទដែលគ្មានការងារធ្វើដូចគ្នាផងដែរจะសុទ្ធតែចូលចិត្តលួចលាក់មានស្រីខាងក្រៅឬក៏អ្នកទី3ជាដើមជាក់ស្ដែងដោយអ្នកនិពន្ធគឺបានសិក្សាទិន្នន័យនៅក្នុងស្ទង់មតិមួយដោយរកឃើញថា 18% ចំណីបរិបទនៅក្នុងមុខតំណែងកម្ពុជាទាំងអស់នេះគឺមិនស្មោះត្រង់នៅក្នុងជីវិតនៅក្នុងអាពាហ៍ពិពាហ៍របស់ពួកគេនោះឡើយដោយឡែកបុរសដែលគ្មានការងារធ្វើវិញក៏មានអាយុចាប់ពី25ឆ្នាំរហូតដល់54ឆ្នាំក៏ចូលចិត្តរកដៃគូថ្មីដើម្បីភ្លក់រសជាតិផ្លូវភេទដូចគ្នាផងដែរដែលនៅក្នុងនោះជាចំណោម5នាក់គឺមានម្នាក់បាត់ទៅហើយដែលធ្វើរឿងទាំងអស់នេះតាមការសិក្សាក៏បានបង្ហាញឲ្យដឹងផងដែរថាបុរសដែលគ្មានការងារធ្វើឬបុរសដែលពឹងផ្អែកទៅលើហិរញ្ញវត្ថុរបស់ស្ត្រីពួកគេតែងតែមានអារម្មណ៍ថាខ្លួនឯងនឹងអន់ឬក៏គ្មានសុវត្ថិភាពនៅក្នុងទំនាក់ទំនងមួយនេះដូច្នេះហើយពួកគេចង់ទៅរកនរណាម្នាក់ទៀតដើម្បីបំពេញខ្លួនឯងឬក៏អាចថារកអ្នកផ្គត់ផ្គង់ថ្មីដែលបុរសបែបនេះគឺជាមុខសញ្ញាបោកប្រាស់ចម្បងបំផុតតួយ៉ាងយោងតាមទិន្នន័យអ្នកសិក្សាខាងលើក៏បានរកឃើញថាស្ត្រី 14% ដូចគ្នាផងដែរจะបានលួចលាក់មានខាងក្រៅប៉ុន្តែអ្វីដែលផ្ទុយគ្នានោះគឺនៅពេលដែលនិយាយដល់ការមានការងារធ្វើស្ត្រីធ្វើការតូចតាចឬតំណែងទាបមានភាគរយលួចលាក់ច្រើនជាងស្ត្រីដែលធ្វើការតំណែងធំមានន័យថាកាលណាតំណែងធំពួកគេមានភាពឯករាជ្យប្រកាន់ខ្ជាប់នូវភាពស្មោះត្រង់និងទំនួលខុសត្រូវខ្ពស់ខណៈដែលស្ត្រីខ្សោយហិរញ្ញវត្ថុពួកគេតែងតែចង់បានអ្នកផ្គត់ផ្គង់ដែលមានទាំងលុយកាក់និងមុខមាត់និងតំណែងធំផងដែរ